បងប្អូនឥឡូវជំងឺ stroke មិនថាមនុស្សចាស់ហើយសូម្បីតែក្មេងៗក៏ប្រឈមមុខនឹងជំងឺ stroke នឹងដែរតាមមូលហេតុអីបានយើងកើតជំងឺ stroke ចាជំងឺ stroke ហ្នឹងគឺដោយសារយើងហត់នឿយគេងអត់លក់ stress ខ្លាំងវាឈាមដើរល្អមួយទៀតហ្នឹងគឺប៉ះពាល់ដល់ចំណីអាហារជាពិសេសអ្នកបរិភោគគ្រឿងស្រវឹងតែម្ដងចាថ្ងៃនេះខ្ញុំមានកលឹះសំខាន់មួយដែលបងប្អូនព្យាយាមហាត់ដើម្បីការពារជំងឺ stroke ទាំងអស់គ្នាអូខេលំហាត់ប្រាណរបស់យើងគឺយើងប្រើដៃជាដំបូងគឺបងប្អូនដាក់ដៃលានមួយមកហើយមួយទៀតយើងរុញទៅមុខហើយបងប្អូនព្យាយាមមូហើយរុញមកក្នុងចាហើយដៃនេះម្ដងបងប្អូនព្យាយាមធ្វើរយៈពេល1នាទីបងប្អូនគឺដៃហ្នឹងយើងធ្វើឲ្យលក្ខណៈប្រឹងទាញបងប្អូនចាគឺយើងព្យាយាមប្រឹងដើម្បីកត្រាក់កសែឈាមរបស់យើងឲ្យដើរស្រួលចាវិធីទី2គឺយើងព្យាយាមទះដៃឲ្យខ្លាំងៗបងប្អូនចាគឺបងប្អូនអាចទះ10ទៅ20ដងអូខេដើម្បីឲ្យសរសៃឈាមយើងទៅធាក់ដល់ចុងដៃបងប្អូនតែដែលអាសាស្ពឹកដៃបងប្អូនព្យាយាមធ្វើវិធីនេះក៏จะជួយបានមែនតើវិធីទី3គឺយើងព្យាយាមបោះដៃទៅមុខទៅលើឲ្យអស់បងប្អូនចាពេលដែលបងប្អូនហាត់ណាជើងកុំអោបកុំផ្ទឹមគ្នាគឺបងប្អូនព្យាយាមលាជើងបន្តិចហើយដៃហ្នឹងគឺបោះឲ្យអស់បងប្អូនចាបងប្អូនព្យាយាមធ្វើ30វិនាទីចាបងប្អូនជំងឺ stroke គឺជាជំងឺមួយដែលយើងព្យាបាលជាអញ្ចឹងបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នជាពិសេសបងប្អូនដែលមានសញ្ញាខាងលើអាសាររយកគេងអត់លក់អាសាឈឺក្បាលឬក៏អាសាស្ពឹកសាច់ដុំដៃសាច់ដុំស្មាកុំភ្លេចហាត់ទាំងអស់គ្នាដើម្បីការពារទាំងអស់គ្នាឲ្យជៀសផុតពីជំងឺ stroke ទាំងអស់គ្នាហើយបើសិនជាបងប្អូនអ្នកមានសម្ពាធឈាមខ្ពស់គួរតែជ្រើសរើសការសម្រួលសាច់ជាប្រចាំដែរដើម្បីជួយកាត់បន្ថយការរំខានរបស់បងប្អូនជួយឲ្យសុខភាពបងប្អូនរឹងមាំល្អមកវិញបងប្អូនដែលអត់ទាន់ follow page កុំភ្លេច follow page ដើម្បីបានវីដេអូថ្មីៗពីគីមសានរបស់យើងហើយកុំភ្លេចជួយ share វីដេអូនេះមួយផងអរគុណ